សួស្តីដល់គ្នាខ្ញុំគីរីខ្ញុំគឺជា admin ម្នាក់នៅក្នុង page Career8 ដែល Career8 គឺជា page មួយដែលយើងធ្វើមាតិកាសំខាន់ទៅលើការងារសំខាន់ទៅលើយុវជនមានន័យថាយុវជនដែលគាត់ទើបតែចាប់ផ្ដើមស្វែងរកការងារឬក៏អ្នកទើបតែមានបទពិសោធន៍តិចតួចគាត់ចង់អភិវឌ្ឍការងាររបស់គាត់ចង់ឲ្យយើងជួយគាត់ទៅលើយុទ្ធសាស្ត្រនៅក្នុងអាជីពការងាររបស់គាត់ជាងអាចចាប់ផ្ដើមជាមួយតាំងពីចាប់ផ្ដើមធ្វើប្រវត្តិការងាររហូតទៅដល់រៀបចំយុទ្ធសាស្ត្រគាត់ត្រូវរៀបចំជំនាញគេដើម្បីទទួលបានរោលមួយនេះគាត់មានអីគេខ្លះគាត់អត់ទាន់មានអីខ្លះមានន័យថាយើងផ្ដល់ការវិតម្លៃសមស្របមួយថាបើគាត់ចង់ទៅបោះមួយនេះ position តំណែងមួយនេះគាត់ត្រូវមានអីគេខ្លះហើយបច្ចុប្បន្នក៏មានអីគេខ្លះនេះគឺជាអ្វីយើងធ្វើហើយក្រៅពីនោះគឺយើងមានមាតិកាតទៅជាមួយនឹងការងារជារួមវាថាគាត់អាចចូលមកក្នុងទំព័ររបស់យើងគាត់អាចមានទទួលបានចំណេះដឹងតទៅជាមួយនឹងការងារតទៅមួយសំណួរតទៅមួយជំនាញតទៅជាមួយនឹងព័ត៌មានទីផ្សារការងារបច្ចុប្បន្នថាតើគេមានអីថ្មីគេអភិវឌ្ឍដល់ណាឧទាហរណ៍ជាក់ស្ដែងកាលពីថ្មីហ្នឹងយើងមានផុសមួយតទៅជាមួយនឹងជំនាញបច្ចេកវិទ្យាដែលនៅក្នុងតំបន់ Asia Pacific គេចាប់ដើមមើលឃើញនៅជំនាញថ្មីមួយដែលសំខាន់នៅក្នុងអាជីពការងារគឺជំនាញតទៅជាមួយនឹងបច្ចេកវិទ្យាអញ្ចឹងជំនាញបច្ចេកវិទ្យាយើងឃើញថាអ្នកដែលគេថាការកម្រិតខ្ពស់មានរហូតដល់ 13% ក្រុមហ៊ុនដែលគេថាការទៀមទានេះជំនាញនឹងឲ្យបានកម្រិតខ្ពស់នោះគឺ 13% ហើយក្រៅពីនោះ 13% ទៀតគេអត់ទៀមទាទេហើយផ្សេងពី26% ហ្នឹងគឺគេទៀមទាក្នុងកម្រិតទាបឬក៏កម្រិតមធ្យមនេះជាព័ត៌មានថ្មីមួយចំពោះនៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញដល់គ្នាក៏ដូចជារំលេចនៅចំណុចសំខាន់ដែលខ្ញុំបានអភិវឌ្ឍទៅលើប្រវត្តិរូបការងារឬក៏ resume មួយនេះគឺជាប្រវត្តិរូបការងារចាស់របស់គាត់ហើយខ្ញុំយកមកធ្វើអភិវឌ្ឍវាឲ្យទៅជាប្រវត្តិរូបប្រភេទបែបនេះដែលយើងហៅប្រភេទនេះថា ATS Application Tracking System ចំពោះប្រវត្តិរូបប្រភេទ ATS នេះគឺជាប្រវត្តិរូបមួយដែល system ដែលប្រព័ន្ធអាចធ្វើការ screening ហើយគាត់អាច select shortlist បានទូទៅក្រុមហ៊ុនដូចជាប្រព័ន្ធធនាគារធំដែលយើង apply ទៅហើយដូចជាក្រុមហ៊ុនអាកាសចរគឺខ្ញុំឃើញភាគច្រើនគឺគេប្រើប្រភេទ application tracking system ជារួមក្រុមហ៊ុន international ខ្ញុំគិតថាគេនឹងចាប់ផ្ដើមធ្វើដូចគ្នាដែរមិនថានៅខ្មែរឬក៏នៅបរទេសទេបច្ចុប្បន្នបើសិនជាអ្នកគ្នា apply ការងារលក្ខណៈអន្តរជាតិប្រកបជាជួបប្រភេទ application tracking system អញ្ចឹងប្រភេទនេះបើសិនជាសរសេរជាមួយនឹងទម្រង់ណាមួយឬក៏យើង sell អត់បានត្រឹមត្រូវអត់ធ្វើឲ្យអក្សរហ្នឹងអាច detect បានដោយ system ទេ system នឹងអត់អាចអានបានល្អហើយក៏ធ្វើឲ្យយើងមានឱកាសជាប់ហ្នឹងតិចតួចជាងមុនបន្ថែមពីនោះ CV ប្រភេទ ATS ហ្នឹងគឺជា CV មួយដែលយើងសរសេរមានប្រភេទលក្ខណៈជា descriptive មានន័យថាយើងសរសេរពណ៌នា highlight ឲ្យតាក់ទងជាមួយនឹងការងារដែលយើងដាក់ទៅឬក៏ជា keyword សំខាន់នៅក្នុង position របស់យើងលើសពីប្រភេទ application tracking នេះ ATS resume នេះតើគ្នាក៏ថាមាន cover letter បានដែរអញ្ចឹងបើសិនជាតើគ្នាមាន CV ហើយអត់មាន cover មួយដែលសរសេររំលេច achievement របស់យើងសរសេររំលេចពីជំនាញ skill របស់យើងហ្នឹងក៏ធ្វើឲ្យយើងមានឱកាសជាប់តិចតួចដែរប៉ុន្តែនៅក្នុងថ្ងៃនេះយើងនិយាយត្រឹមតែ resume ទេយើងបានកែប្រែវាពីប្រភេទគំរូបែបនេះហើយមកគំរូបែបនេះអញ្ចឹងយើងទៅមើលគំរូចាស់ថាតើវាមានអីខ្លះដែលយើងបានកែប្រែខុសពីមុនហើយមានចំណុច highlight ខ្លះដែលខ្ញុំចង់ឲ្យអ្នកដែលគាត់មានគំរូបែបនេះឬគាត់កំពុងតែធ្វើស្តៀងនេះមានចំណុចទាំងអស់នេះគាត់អាចកែប្រែបានទី1គាត់ដាក់ចាប់ដើមឡើងដោយឈ្មោះអូខេអញ្ចឹងវាមានរឿងមួយដែលគួរឲ្យកត់សម្គាល់ដែរនៅក្នុងការសរសេរប្រវត្តិរូបការងារចំនួនក្រោយៗនេះយើងអាចចាំបាច់ដាក់ title ថា curriculum vitae ឬក៏ resume ទេយើងអត់ចាំបាច់ដាក់ទេគឺយើងចាប់ដើមជាមួយឈ្មោះយើងតែម្ដងបន្ទាប់មកនៅក្នុងនេះគឺគាត់ដាក់ថ្ងៃខែឆ្នាំកំណើតអូខេអញ្ចឹងចំណុចមួយនេះគឺជាចំណុចមួយដែលអ្នកគ្នាអាចដកវាចេញបានយើងអត់ចាំបាច់ដាក់ថ្ងៃខែឆ្នាំកំណើតទេអ្នកគ្នាចង់ដាក់អ្នកគ្នាអាចដាក់ birthday នៅមួយជួរនេះទៅនេះនៅក្នុង personal detail យើងហ្នឹងនេះខាងក្រោមនេះយើងអាចដាក់បន្តពីនឹងបានដោយសារតែនៅក្នុង
វប្បធម៌ការងារយើងចេះស្ដែងភាគច្រើនកន្លែងខ្លះគាត់ទាមទារឲ្យដាក់ផ្នែកខាងច្រើនគណិតដែរកន្លែងហ្នឹងគឺខ្ញុំយល់ដែរអញ្ចឹងតើគ្នាដាក់ខាងក្រុមនេះមិនដាក់ខាងក្រុមឈ្មោះទេហើយចំពោះ CV ខ្លះទៀតខ្ញុំឃើញកន្លែងខាងក្រោមឈ្មោះនេះគឺគាត់ដាក់ថា apply for អញ្ចឹងវាដូចជាមួយនឹង birthday ដែរយើងអត់ចាំបាច់ដាក់ apply for នៅកន្លែងខាងក្រោមឈ្មោះទេកន្លែងនេះទូទៅយើងដាក់ position យើងបច្ចុប្បន្នឬក៏ position ដែលយើងយល់ខ្លួនឯងថាតាក់ទងដោយយើងមានអត្ថបទមួយទើបតែចេញដែរខ្ញុំនិយាយថា resume ឬក៏ប្រវត្តិរូបការងារហ្នឹងគឺភាពដូចជាលក្ខណៈសម្បត្តិបណ្ដា feature លក្ខណៈសម្បត្តិគុណសម្បត្តិអីមួយពិសេសរបស់ផលិតផលអញ្ចឹងដល់ពេល resume វិញប្រវត្តិរូបការងារវិញវាដូចជាលក្ខណៈពិសេសរបស់យើងផ្ទាល់ខ្លួនអញ្ចឹងយើងចង់សរសេរកន្លែងណាដែលរំលេចឲ្យមើលទៅខ្លួនយើងពិសេសអញ្ចឹងដូច birthday ដូចជាមិនមានអីពិសេសទេហើយចំពោះ apply for ទូទៅគឺយើងសរសេរបើយើងសរសេរដាក់ពាក្យទៅតាម email យើងសរសេរនៅក្នុង subject យើងសរសេរនៅក្នុង content របស់ email នឹងហើយបើយើងមាន cover letter ទៀតលិខិតអមឬក៏លិខិតបដិញ្ញាហ្នឹងគឺយើងបានសរសេរវារួចហើយដែរអញ្ចឹងខ្ញុំធ្លាប់ឆែកចំណុចហ្នឹងជាមួយនឹង HR ជាមួយនឹងអ្នកធនធានមនុស្សអ្នកស្វែងរកបុគ្គលិកដែរណាគាត់ថាកន្លែងនេះយើងអត់ចាំបាច់ដាក់ថា apply for លើ CV ទេដោយសារតែគាត់ឃើញពី apply for ហ្នឹងច្រើនមកហើយសំខាន់តើគ្នាដាក់ title របស់ CV នៅតើគ្នាបានត្រឹមត្រូវកន្លែងឈ្មោះ file របស់ CV ណាអញ្ចឹងកន្លែងនេះតើគ្នាអាចទៅមើលអត្ថបទដែលយើងបានសរសេរកន្លងមកដែរនៅក្នុង page របស់ Career X ថាតើឯកសារប្រវត្តិរូបការងារយើងដាក់ពាក្យទៅការងារមួយហ្នឹងយើងត្រូវសរសេរឈ្មោះបែបណាអញ្ចឹងកន្លែងនោះមានឈ្មោះមាន position មានអីចឹងទៅអូខេបន្តមកទៀតខ្ញុំគិតថាព័ត៌មានផ្សេងៗនេះតើគ្នាឃើញ error ដែរដូចជាកន្លែង space បែបនេះគ្នាអក្សរវាលោតផ្សេងគ្នាទេបើសិនតែគ្នាចង់ឲ្យវាត្រូវគ្នាមកដាក់ចុច2នៅខាងនេះហើយដក clear tab ហ្នឹងគឺមកគឺស្មើគ្នាកន្លែងនេះណាឃើញកន្លែងហ្នឹងជាចំណុចតូចៗទេមិនសូវសំខាន់ទេអូខេមកកន្លែង personal statement បើសិនជាតើគ្នាអានទៅវាបង្ហាញថាយើងសរសេរដូចជានៅក្នុងលក្ខណៈ caption របស់ post ឬក៏អីមួយចឹងវាអត់តកតងជាមួយនឹងអាជីពច្រើនទេវាហាក់ដូចជា general ពេកអញ្ចឹងនៅក្នុង personal statement នេះបើយើងសង្កេតសរសេរតកតងមួយការងារតើយើងចង់ឲ្យយើងឃើញខ្លួនឯងនៅក្នុងវិស័យណាមួយយើង specific ថាយើងស្រឡាញ់វិស័យណាមួយយើងស្រឡាញ់ position ណាមួយយើងចូលចិត្ត activity គេនៅក្នុងការងារហើយបើអាចតើគ្នាក៏អាច highlight achievement របស់តែតើគ្នា highlight ពី skill របស់គ្នានៅក្នុង 4-5 បន្ទាត់នឹងបានដែរនៅក្នុង personal statement អូខេឥឡូវយើងមើលប៉ុណ្ណឹងសិនខ្ញុំត្រឡប់មកវិញបន្តិចទៅក្នុង CV ថ្មីតើគ្នាឃើញនៅក្នុង CV ថ្មីគឺខ្ញុំដាក់ឈ្មោះដូចគ្នាហើយដោយសារតែនៅក្នុងប្រវត្តិរូបថ្មីនេះគឺយើងអត់បានដាក់រូបទេអូខេអត់បានដាក់រូបអញ្ចឹងគឺខ្ញុំដាក់កន្លែងនេះដែរដើម្បីគេដឹងថាយើងប្រុសឬក៏ស្រីដោយសារ hiring manager ឬក៏ position ខ្លះគេ require ទៅលើ gender ដែរគេចង់បានស្រីឬក៏ចង់បានប្រុសអញ្ចឹងយើងអាចដាក់បានដោយសារវាសំខាន់តើមកនៅក្នុង personal statement ខ្ញុំបដូរពីអ្វីដែលគាត់សរសេរបែប general ឬទូទៅមកជាប្រភេទbase ទៅលើ sector មួយ base ទៅលើ sector ហើយរំលេចទៅលើជំនាញរបស់គាត់ខ្លះនៅក្នុងនោះអញ្ចឹងទី1បង្ហាញថាគាត់មានការបដិញ្ញាក្នុងការធ្វើនៅក្នុងវិស័យ NGO ហើយបន្តមកទៀតគាត់មាន interest ទៅលើ student development and educational program ហើយបន្តមកយើង highlight ជំនាញគាត់មានជំនាញទៅលើគេ researching coordinating training community engagement ហើយគាត់ seek opportunity to grow academically well-being long-term development ហ្នឹងគឺជា highlight តិចបន្ទាប់មកខ្ញុំបាន separate ទៅលើ career achievement របស់គាត់ខ្ញុំពិតជារំភើបនៅពេលដែលយើងឃើញមាន achievement របស់គាត់ច្រើនគាត់អាចនិយាយជាមួយយើងបានហើយយើងបានសរសេរពីគាត់ចំពោះ achievement នេះខ្ញុំសរសេររំលេចនៅតួលេខអញ្ចឹង
achievement ដោយកន្លែងនេះមួយអត់មានតួលេខហើយខ្ញុំក៏បានប្រាប់គាត់ថាអាចដកប៉ុន្តែគាត់ថាកន្លែងនេះគាត់មានឧទាហរណ៍ច្រើនដោយសារតែសិស្សមាន feedback ទៅលើជំនាញhandle decision making handle situation មកគាត់ challenge ផ្សេងគាត់អាចដោះស្រាយបញ្ហាបាន problem solving ណាអញ្ចឹងសិស្ស feedback គាត់ថាដល់ពេលដែលអ្នកគ្រូកាន់ region តំបន់របស់គាត់ហ្នឹងគឺគាត់បានរៀនសូត្រពីអ្នកគ្រូគាត់បានអភិវឌ្ឍខ្លួនឯងនៅក្នុងកម្រិតមួយគាត់អាចដោះស្រាយបញ្ហាខ្លួនឯងគាត់អាចសម្រេចចិត្តខ្លួនឯងកន្លែងនេះបើតែអត់មានតួលេខប៉ុន្តែដាក់អញ្ចឹងក៏គេអាចមាន question មួយហើយគាត់អាចឆ្លើយនៅចម្លើយដែលគួរចាប់អារម្មណ៍ច្រើនអញ្ចឹងក្រៅពីនេះគឺខ្ញុំលើកទឹកចិត្តឲ្យបើសិនជាអ្នកទាំងគ្នាចាប់អារម្មណ៍ផ្សេងខ្លួនឯងណាគឺយើង highlight យើងរំលេចតួលេខមកដោយកន្លែងនេះគឺខ្ញុំកែសម្រួលឲ្យទៅជា specific ចំនួន student ហើយកន្លែងនេះគឺពីមុនគាត់ដាក់ថា get a job ចឹងគឺខ្ញុំដាក់ថា get their first job អញ្ចឹង get a job វាសាមញ្ញទេគាត់បានការងារមួយប៉ុន្តែ get first job មានន័យថាពីមុន student ហ្នឹងគាត់គ្រាន់តែសាលាតែឥឡូវយើងបាន empower យើងបាន support ឲ្យគាត់ទទួលបានការងារដំបូងនៅក្នុងអាជីពរបស់គាត់ហ្នឹងវា sound ថាវាជា impact មួយដ៏ធំមែនទែនបន្តមកទៀតមានដូចជាការជួយ scholarship ដោយសារតែគាត់ជាសិស្សដែលជាសិស្សនៅដែលអង្គការជួយហើយយើងអាច support គាត់នៅក្នុង strong commitment មួយជាមួយគ្នាទាំងគាត់ទាំងយើងឲ្យគាត់បានទទួលបានអាហារូបករណ៍គឺជារឿងមួយដែលជា big impact មួយដែរហើយ initiate ដូចជាគាត់បានជួយក្នុងការ raise idea raise ជា solution ដើម្បីឲ្យអង្គការគេធ្វើ implement ទៅលើ project ឬក៏ solution ទាំងអស់ហ្នឹងជួយឲ្យអង្គការ sell ទាំង work efficiency មានន័យថាយើងអាច sell time ឬក៏ flow អីវាល្អវា smooth ជាងមុនប្រសើរជាងមុនគឺជា work efficiency ហើយជាមួយគ្នាហ្នឹងក៏មាន sell fund ដែរនេះគឺជាអ្វីដែលជាងធ្វើឲ្យគាត់ហើយ at the same time គាត់ក៏បានចុះ MOU ជាមួយ NGO ដោយសារតែរកគាត់ជា social work coordinator អញ្ចឹងគាត់អាច raise initiative ហ្នឹងហើយគាត់បានធ្វើឲ្យអង្គការសម្រេចនៅជោគជ័យជាមួយនឹងអង្គការ3ទៀតទៅលើការ support higher education អូខេមកត្រង់ចំណុចនេះវិញយើងឃើញថាគាត់ទៅសេ education មកមុន work experience ជាមើល personal statement ឬក៏កន្លែងនេះអ្នកខ្លះគាត់ដាក់ career objective កន្លែងនេះយើងសរសេរតកតងជាមួយនឹងការងារហើយមូលហេតុអីយើងសរសេរតកតងជាមួយនឹងការងារតកតងមួយ skill experience ហើយត្រឡប់មក education វិញកន្លែងនេះវាហាក់ដូចជាចំណុចមួយ disturb វារំខាន flow ព័ត៌មានណាមានន័យថាបើគេអានអូខេតកតងមួយការងារហើយអញ្ចឹងយើងសរសេរតកតងមួយការងារទៅមក work experience យើងអាចយក education នេះកម្រិតវប្បធម៌របស់យើងយកទៅដាក់ខាងក្រោម experience វិញអូខេអញ្ចឹងកន្លែងនេះគឺតោះគ្នាឃើញហើយគឺខ្ញុំបន្តមកជាមួយនឹង experience ហើយចំពោះ experience ខ្ញុំឃើញអ្នកខ្លះណាគាត់សរសេរដាក់តែposition គាត់ក្រុមហ៊ុនហើយនឹងថ្ងៃឆ្នាំទេអញ្ចឹងល្អគឺយើងសរសេរ position ឈ្មោះក្រុមហ៊ុនទីតាំងហ្នឹងអាចធ្វើ city ឬក៏ country ហើយកន្លែងនេះដាក់ពីថ្ងៃមកហើយគេដឹងថាពីថ្ងៃណាដល់ថ្ងៃណាតែបើយើងអត់ចាំក៏យើងមានចំនួនដែរហើយកន្លែងនេះ responsibility នេះយើងព្យាយាមដាក់តិចបំផុតក៏បានត្រឹម3ដែរbullet ដែរចំណុចហ្នឹងណាដាក់ឲ្យបានកាន់តែប្រសើរហើយជាងកន្លែងនេះគឺគាត់សរសេរមានដូចជា HO នេះទោះបីជាវាពាក្យសាមញ្ញមែន HO HQ ពាក្យសាមញ្ញមែនប៉ុន្តែនៅក្នុងប្រវត្តិរូបការងារយើងព្យាយាមសរសេរបានពេញគឺខ្ញុំដូរទៅជា head office ឬក៏ headquarter វិញគឺបែបហ្នឹងបើយើងទៀតពីមុនកន្លែងនេះក៏ដាក់ថ្ងៃខែមកមុនហើយកន្លែងនេះក៏ដាក់ចេះព័ត៌មានយើងអាច organize បានគឺខ្ញុំដាក់ position នៅលើស្ថាប័នវិញហើយស្ថាប័ននៅក្រោមវិញហើយបន្តមកគឺថ្ងៃខែខ្ញុំរៀបតាមលំដាប់សំខាន់របស់វាហើយកន្លែងនេះគឺពីគាត់សរសេរអញ្ចេះមានថាអានទៅយើងឃើញថាដោយសារ
ប្រហែលជា4 10បន្ទាត់គាត់ម្លងហើយគាត់ចូលទៅទំព័រថ្មីវាធ្វើឲ្យស្លាករបស់គាត់ដំបូងនេះបើនៅក្នុង website វាអាចដូចជា home page មួយអញ្ចឹងណាវាធ្វើឲ្យ less interact ដោយសារតែវាដាច់វាមានព័ត៌មានយឺមន័យថាវាដូចខ្លីអញ្ចឹងណាអញ្ចឹងបន្ទាប់មកគាត់ចូលទៅទំព័រថ្មីនៅពេលដែលខ្ញុំកែកន្លែងនេះគឺខ្ញុំមើល experience 2ដែលគាត់ធ្វើនៅស្ថាប័នតែមួយហ្នឹងហើយខ្ញុំបាន highlight កន្លែងនេះវិញតែថាគាត់ firstly join NGO ហ្នឹងថាមិនជា officer ទេចាប់ពីថ្ងៃខែនេះដល់ថ្ងៃខែនេះហើយបន្តមកទៀតគឺយើងសរសេរនៅក្នុងនេះទាំងអស់រួមគ្នាចឹងយើងឃើញចេះមកបែបថ្មីនេះយើងឃើញតែ20ទៅ20គឺពេញ clean ទិន្នន័យគឺមានគ្រប់គ្រាន់គ្រប់ function វាគ្រប់ information ដែលគេត្រូវការមកចឹងកន្លែងនេះគឺយើងគ្រាន់តែ improve ហើយ organize ព័ត៌មានដូចគ្នាទេគាត់មាន internship ដូចកន្លែងនេះគាត់ធ្វើនៅប្រទេសបងខ្លះដែរទីក្រុងដាកាហើយកន្លែងនេះគាត់បានធ្វើទាំងនៅសិង្ហបុរីទៀតយើងត្រឡប់មកមើល CV របស់គាត់ពីមុនគឺគាត់សរសេរតែ2ទេហើយតើមកគាត់ដាក់ social environment មានការងារដែលវាអត់សូវសំខាន់អត់សូវបង្ហាញពី skill ពីអីគាត់ជាច្រើនអញ្ចឹងគឺខ្ញុំមើល internship យើងអាចដាក់ជាមួយ experience បានឲ្យតែដល់គ្នាសរសេរមិនសិនច្បាស់លាស់ថា intern ឬក៏ internship ហ្នឹងគឺបានហើយបន្តមក in case ដែលដល់គ្នាមាន volunteer program volunteer អាចសំខាន់ដែរបើសិនជាដល់គ្នាដាក់អាហារូបករណ៍ហើយចំពោះការងារអង្គការវាសំខាន់ដែរកន្លែងខ្លះគេចង់ដឹងថាតើក្រៅពីការងារមុនទទួលបានការងារ first job ឬក៏អីចឹងយើងមាន volunteer experience ដើម្បីបង្ហាញពីការបដិញ្ញាចិត្តរបស់យើងក្នុងការជួយ contribute ត្រឡប់ទៅវិញទៅក្នុងសង្គមអញ្ចឹងគាត់មានជា volunteer experience ដែរគាត់ធ្វើជា program development assistant នៅក្នុងសាលារៀនមួយដែលគាត់ជួយគ្រូទៅលើការ identify difficulty ក្នុងការរៀនរបស់សិស្សមួយគាត់ថាការគេប្រកបគាត់មានផលលំបាកគេយើងអាចជួយគាត់មិនក្នុងការ support បើតាមនោះគាត់អាចជួយ support បានច្រើនកន្លែងនេះដូចជាគាត់និយាយទៅតជាមួយនឹង library ថាធ្វើម៉េចឲ្យសិស្សមាន engage ច្រើនជាងមុនទៅក្នុងការអានការចូលនៅក្នុងបន្ទប់បណ្ណាគារបណ្ណាល័យហ្នឹងទៅកន្លែងនេះគឺជា volunteer របស់គាត់ផ្សេងទៀតតាំងពីគាត់នៅ high school មកដែរសារព័ត៌មាន video page យើងអត់មានព័ត៌មានដាក់ក៏យើងដាក់តាមឆ្នាំដូចគ្នាដែរតែយើងព្យាយាមឲ្យអស់ពីលទ្ធភាពទៅនេះហើយណាដល់តាមខែដែរបន្តមកទៀតយើងដាក់ education background នៅខាងក្រោមអញ្ចឹងចំពោះ education អូខេយើងត្រឡប់ទៅ education មកគាត់បន្តិចគាត់ដាក់សាកលវិទ្យាល័យមុនហើយកន្លែងនេះគាត់ដាក់សរសេរ bachelor របស់គាត់នៅក្នុងវាទៅជាសរសេរ bachelor នៅក្នុង description ណាអញ្ចឹងវាធ្វើឲ្យគេបាក់គេថាការអាន full text របស់គាត់ទើបដឹងថាគាត់ធ្វើរៀនអីគេអញ្ចឹងវាពិបាកគឺខ្ញុំចេះមកវិញគឺខ្ញុំដាក់តាមលំដាប់សំខាន់ទី1គាត់រៀន bachelor អីគេរៀននៅស្ថាប័នណាទីក្រុងណាប្រទេសណាយើងអាចដាក់ចឹងបានហើយវា complete នៅគាត់ឆ្នាំទី3អត់ឲ្យ complete ទេអញ្ចឹងគាត់មានមួយទៀតជាប្រភេទ TVET certificate 3បច្ចុប្បន្នគឺវាអាចសាកមកបានស្មើនឹងសញ្ញាបត្រទី12គាត់អាចរៀនបន្តទៅសាកលវិទ្យាល័យនេះគឺជាស្ថាប័នដូចគ្នាដែរជា complete ពី2019អញ្ចឹងនេះ complete ដាក់ complete ឆ្នាំទី3ដាក់ឆ្នាំទី3តមក language ខ្ញុំចាប់អារម្មណ៍ដែរពេលដែលខ្ញុំមកមើល CV គាត់អាចាស់នេះអត់មានចំណុចណាមួយដែលគាត់និយាយពីភាសារបស់គាត់ទេអានោះជាចំណុច gap information មួយអញ្ចឹងកន្លែងនេះគឺខ្ញុំបន្ថែមមក language ខ្មែរ native ហើយអង់គ្លេសរបស់គាត់ professional proficiency ដោយសារតែគាត់ជា international student ដែរដោយខ្ញុំឃើញគាត់រៀននៅបង់ក្លាដេសរៀននៅសាកលវិទ្យាល័យដែលជា program របស់ UK ASEAN University for Women ហ្នឹងណាគឺជា program របស់ UK ដែលបង់ក្លាដេសហើយបន្តមក skill ខ្ញុំឃើញកន្លែងនេះគឺគាត់បានសរសេរតកតងជាមួយនឹង skill ដែរហើយគាត់សរសេរ skill មួយ descriptive ខ្ញុំឃើញកន្លែងនេះវាស្តៀងជាមួយនឹង
ATS ហើយស្រាប់ហើយខ្ញុំគាត់យកមកកែតម្រូវបន្ថែមទៅលើជំនាញរបស់គាត់នេះគឺខ្ញុំ classify មួយ communicate និង presentation គាត់ធ្វើគេខ្លះខ្ញុំ classify វាហើយទៅសេនៅក្នុងហ្នឹងហើយបន្តមក research មាន data collection verification critical thinking ហើយ digital and office tool មានអីគេមាន Microsoft application មាន Google Workspace Outlook Canva ហើយផ្សេងៗហ្នឹងគឺជាគ្នាហ្នឹងឯងហើយនឹង reference បើសិនជាយើងចង់ដាក់ក៏បានយើងអត់ចង់ដាក់ក៏បានបើសិនជាគេទាចាំយើងឲ្យក៏បានដែរដូចករណីនេះមានន័យថាគាត់ដាក់ available up on request មានន័យថាតើគេស្នើសុំទើបយើងឲ្យបើគេអត់ទាមទារអត់ស្នើសុំទេគឺយើងអាច sign contract sign job offer ធ្វើការបានអូខេប៉ុណ្ណឹងអញ្ចឹងយើងមកមើលវាជា2 page បែបនេះជា3 page អូខេដោយសារតែ3 page ហើយដោយតគ្នាបានដឹងយើងធ្លាប់សរសេរមាតិកាពីមុនតែទៅមួយ CV ណាគឺល្អគឺច្រើនផុតទាំង2 page អញ្ចឹងគឺខ្ញុំមានគំរូដែលមានតែ2 page បែបនេះគឺខ្ញុំលុបកន្លែង volunteer របស់គាត់មកសតតែ2 page ទេអញ្ចឹងនៅពេលសតតែ2 page បែបនេះធ្វើឲ្យ CV របស់គាត់កាន់តែមានភាពប្រសើរឡើងយើងទៅដកចំណុចខ្លះដែលអត់សំខាន់អត់តកតងជាមួយនឹងការងារដែលគាត់ apply ធ្វើឲ្យ CV របស់គាត់ស្អាតព័ត៌មានអត់ច្រើនពេកអត់ខ្លីពេកល្មមគ្រប់គ្រាន់សម្រាប់គេ understand ពី qualification របស់គាត់ទៅលើការងារដែលគាត់ដាក់ពាក្យហ្នឹងត្រឡប់មក CV ចាស់របស់គាត់បន្តិចវិញកន្លែងនេះគឺយើងអត់បានដាក់ទេ hobby គាត់មាន2 page 3 page ដូចគ្នា3 page តែគាត់សរសេរពី1 page ទៅ1 page space កន្លែងខ្លះវាច្រើនពេកព័ត៌មានអត់តាមលំដាប់ដោយអត់បាន highlight ទៅលើ achievement របស់គាត់ខណៈដែល achievement របស់គាត់សុទ្ធតែជាព័ត៌មានសំខាន់ជាចំណុចល្អដែលអាចជួយបង្កើនឱកាសក្នុងការជ្រើសរើសគាត់ទៅសម្ភាសអូខេអញ្ចឹងយើងធ្វើការអភិវឌ្ឍឬក៏ធ្វើឲ្យ CV នឹងភាសាជាមុនគាត់មានឱកាសដាក់ពាក្យទៅជាប់ច្រើនអូខេតើគ្នាអញ្ចឹងនេះគឺជា CV ប្រភេទ ATS system ហើយខ្ញុំក៏ចង់បង្ហាញរំលែកតើគ្នាធ្វើជាមួយនឹង CV ចាស់របស់គាត់បើសិនតើគ្នាចាប់អារម្មណ៍ទាក់ទងជាមួយនឹងការធ្វើ CV ប្រភេទនេះតើគ្នាអាចមើលវីដេអូនេះម្ដងទៀតដើម្បីមើលជា template ក្នុងការសរសេរខ្លួនឯងឬក៏តើគ្នាអាចទាក់ទងមក Create ដើម្បីឲ្យយើងផ្ដល់យោបល់ប្រឹក្សាហើយរៀបចំ CV ជូនដល់អ្នកគ្នាតម្លៃប្រភេទ CV ATS នេះចាប់ពី$5ទៅដូចគ្នាប៉ុន្តែដោយសារតែវាជាប្រភេទ descriptive មានការសរសេរច្រើនគឺវាអាចនឹងថ្លៃជាង CV ប្រភេទ2 column ដែលយើងសរសេរ descriptive ខ្លីៗណាអញ្ចឹងប្រភេទនេះគឺយើងឆាចមួយទំព័រ$5ចាំបើសិនជា CV របស់អ្នកទាំងអស់គ្នាតិចយើងព្យាយាមសរសេរត្រឹមតែមួយទំព័រយើងឆាចត្រឹមតែ$1ទេហើយបើ CV របស់អ្នកគ្នាមាន experience ច្រើនមួយទំព័រយើងឆាច$5ហើយទំព័របន្ទាប់យើងឆាច$2កន្លះអញ្ចឹងមានន័យថាបើសិនជា3ទំព័រវាអាចត្រឹមតែ$10ទេហើយបើសិនជា2ទំព័រវាអាច$7កន្លះប៉ុណ្ណឹងជាប្រភេទ ATS អញ្ចឹងខ្ញុំគិតថាមកដល់សម័យបច្ចុប្បន្ននេះ CV ប្រភេទ ATS នេះចាប់ផ្ដើមសំខាន់ហើយមិនថាគេប្រើ system screening select ទៅ shortlist អត់ទេវានៅតែមានភាពសំខាន់តាក់ទាញ professional bold modern វាអត់ classic ពេកទេហើយក៏អត់ modern ពេកដែរអរគុណដល់គ្នាចំពោះការតាមដានទស្សនាវីដេអូនេះផ្ដើមរហូតដល់ចប់យើងនឹងជួបគ្នាជាមួយនឹងមាតិកាផ្សេងៗទៀតជាមួយនឹងវីដេអូថ្មីៗទៀតទាក់ទងជាមួយនឹងការធ្វើប្រវត្តិរូបការងារអរគុណដល់គ្នាជួបគ្នានៅវីដេអូក្រោយ